Tứcថ្ងៃនេះហ្នឹងហើយដូចសពម្ដងគឺថាយើងទៅជែកបានច្រើនថ្ងៃនេះខ្ញុំនឹងព្យាយាមនិយាយឲ្យតិចកាន់តាមដែលអាចធ្វើទៅបានហើយតោះយើងទៅជែកគ្នាច្រើនណាយើងចង់បានកំណត់បានច្រើនក្នុងការជែកណាបង្កើតវប្បធម៌ក្នុងការជែកវែកញែកបាទដើម្បីរកឫសគល់នៅហេតុផលផងរកឫសគល់នៅបញ្ហាហើយយើងអាចហ្នឹងហើយផ្ដល់ជាដំណោះស្រាយយើងហ៊ានគិតបែបហ្នឹងវិញហ្នឹងហើយយើងគិតទៅពីបញ្ហាហើយយើងរកដំណោះស្រាយឲ្យឃើញប៉ុន្តែឥឡូវនេះយើងជែកពីយុទ្ធសាស្ត្របំណងធំរបស់មហាអំណាចបាទយើងជែកពី Great Power Grand Strategy ចំពោះនេះយើងមើលក្នុងរូបភាពធំតបមកតាមយើងគិតតើពិភពលោកនឹងវាវិវត្តទៅក្នុងរបៀបរបបបែបណាទៀតណាបាទអូខេឥឡូវនេះយើងចាប់ផ្ដើមដំបូងគឺខ្ញុំឲ្យបញ្ញត្តិឬក៏យើងឲ្យនិយមន័យតកតូនទៅនឹងយុទ្ធសាស្ត្របំណងធំខ្ញុំប្រហែលជាយកអ្នកប្រាជ្ញ4រូបយកមកទៅចែកតាមពិតមានអ្នកសរសេរច្រើនតែគាត់តែយើងច្បិចយកអ្នកប្រាជ្ញមួយចំនួនដែលគាត់សរសេរវិភាគពីយុទ្ធសាស្ត្របំណងធំហ្នឹងនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងអន្តរជាតិអញ្ចឹងអ្នកប្រាជ្ញទី1បាទចូលខ្លួនមកនៅក្នុងនិយមន័យឬបញ្ញត្តិដែលយើងលើកយកមកទៅជែកនៅក្នុងយុទ្ធសាស្ត្របំណងធំគឺលោក Robert J. Hart បាទអញ្ចឹង Robert J. Hart ហ្នឹងគាត់សេសភៅមួយគឺល្បីណាគឺសភៅតាក់ទងនឹងយុទ្ធសាស្ត្របំណងធំដែលផ្ដោតសំខាន់លើយុទ្ធសាស្ត្របំណងធំរបស់សហរដ្ឋអាមេរិកអញ្ចឹងយោងតាមលោក Robert J. Hart លោកកំណត់និយមន័យបញ្ញត្តិនៃយុទ្ធសាស្ត្របំណងធំហ្នឹងថាជាក្របខ័ណ្ឌទូលំទូលាយឬក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយមួយដែលត្រូវបញ្ស៊ីគ្នារវាងគោលដៅនយោបាយបាទរបស់ប្រទេសមួយជាមួយនឹងការប្រើប្រាស់នៃឧបករណ៍របស់ជាតិឧបករណ៍នៃអំណាចជាតិហ្នឹងគឺចង់សំដៅទៅលើយោធាសេដ្ឋកិច្ចការទូតនិងព័ត៌មានជាបាទព័ត៌មានណាបាទដើម្បីសម្រេចបាននៅគោលបំណងឬក៏វត្ថុបំណងបាទទាំងនោះនៅក្នុងរយៈពេលវែងអញ្ចឹងមានន័យថាត្រូវបញ្ស៊ីគ្នារវាងអំណាចយោធាសេដ្ឋកិច្ចការទូតនិងព័ត៌មានហ្នឹងដើម្បីទៅសម្រេចបាននៅមហិច្ឆតាត្រួតត្រាពិភពលោកនៅក្នុងរយៈពេលវែងយើងអាចនិយាយបែបផ្សេងថាលោក Robert J. Hart គាត់ចាត់ទុកយុទ្ធសាស្ត្របំណងធំថាជាសិល្បៈនៃការភ្ជាប់ឬក៏ការបញ្ស៊ីគ្នារវាងមធ្យោបាយនិងលទ្ធផលទៅនឹងកម្រិតជាតិបាទកម្រិតជាតិនៅទីនេះគឺសំដៅទៅលើកម្រិតជាតិរបស់សហរដ្ឋអាមេរិករបស់រដ្ឋសហរដ្ឋអាមេរិកអញ្ចឹងលោកថាកុំឲ្យគិតតែគ្រាន់តែជាផែនការយោធាយុទ្ធសាស្ត្របំណងធំហ្នឹងគឺនៅសម័យបណ្ដាញគេគិតគូរពីរឿងយោធាការប្រើប្រាស់ផែនការយោធាការប្រើប្រាស់កម្លាំងទ័ពដើម្បីធ្វើសង្គ្រាមត្រៀមក្នុងការធ្វើសង្គ្រាមអញ្ចឹងគាត់ថាកុំឲ្យគិតពីផែនការយោធាតែប្រមុខត្រូវតែគិតពីប្លង់មេសម្រាប់សម្រេចបាននៅគោលដៅសន្តិសុខបាទសុខសន្តិភាពនឹងនយោបាយរយៈពេលវែងតាមរយៈការប្រើប្រាស់ឧបករណ៍នៃអំណាចខាងលើណាមានអំណាចយោធាសេដ្ឋកិច្ចការទូតនិងព័ត៌មានផ្ដោតសំខាន់លើ4មុំហ្នឹងអ្នកយុទ្ធសាស្ត្រមួយរូបទៀតគាត់សេតទៅនឹងយុទ្ធសាស្ត្របំណងធំដែរគឺលោក John Lewis Gadish បាទលោក John Lewis Gadish ហ្នឹងគាត់ឲ្យបញ្ញត្តិយមន័យនៃយុទ្ធសាស្ត្របំណងធំហ្នឹងថាជាសិល្បៈដូចនេះបាទជាសិល្បៈនៃការប្រើប្រាស់ធនធានទាំងអស់របស់ប្រទេសមួយដូចជាបាទយោធាសេដ្ឋកិច្ចនយោបាយនិងការទូតបាទយោធាសេដ្ឋកិច្ចនយោបាយនិងការទូតដើម្បីសម្រេចឲ្យបាននៅគោលបំណងឬក៏វត្ថុបំណងរយៈពេលវែងនៅក្នុងឆាកអន្តរជាតិបាទអញ្ចឹងយុទ្ធសាស្ត្របំណងធំគឺគិតពី long term ណាគិតពីរយៈពេលវែងអញ្ចឹងដើម្បីឲ្យសម្រេចបាននៅវត្ថុបំណងរយៈពេលវែងអញ្ចឹងត្រូវតែបញ្ស៊ីគ្នារៀបចំធ្វើម៉េចឲ្យអំណាចសេដ្ឋកិច្ចយោធានិងការទូតបាទអាចសម្រេចទៅបានក្នុងរយៈពេលវែងសម្រេចបាននៅវត្ថុបំណងរយៈពេលវែងរបស់ប្រទេសមួយណាបាទយោងតាមលោក Gadish ហ្នឹងគឺគាត់ចង់គាត់ធ្ងន់ថាយុទ្ធសាស្ត្របំណងធំហ្នឹងមិនមែនគ្រាន់តែជាយុទ្ធសាស្ត្រឬក៏យុទ្ធនាការនៃការធ្វើសង្គ្រាមឬយុទ្ធនាការយោធាភ្លាមទេប៉ុន្តែជាការរក្សានៅចក្ខុវិស័យរួមដើម្បីទ្រទ្រង់ធានាបាននៅសន្តិសុខនិងឥទ្ធិពលរបស់មហាអំណាចមួយតាមពេលវេលាដែលអាចធ្វើទៅបានហ្នឹងហើយយើងចូលទៅអ្នកប្រាជ្ញទី3លោក Colin Gray បាទ Colin Gray ដែលជាអ្នកទស្សដីយោធាទស្សដីសន្តិសុខនិងយុទ្ធសាស្ត្រផងជនជាតិអង់គ្លេសផងហើយគាត់ធ្វើការ
នៅសហរដ្ឋអាមេរិកអញ្ចឹងគាត់ជាអ្នកទស្សដីផងគាត់ជាអ្នកអនុវត្តផងបាទជា practitioner ផងលោកបានកំណត់ឬក៏ឲ្យនិយមនៃយុទ្ធសាស្ត្របំណងធំថាជាសិល្បៈនិងវិជាសាស្ត្រនៃការប្រើប្រាស់ធនធានដែលមានរបស់ប្រទេសមួយដូចជាយោធាបាទសេដ្ឋកិច្ចនយោបាយនិងព័ត៌មានបាទដើម្បីធ្វើម៉េចឲ្យស៊ីគ្នាធ្វើម៉េចឲ្យសម្របសម្រួលគ្នាជាមួយនឹងអតិភិបរបស់ប្រទេសហ្នឹងដើម្បីសម្រេចបាននូវគោលដៅជាតិដ៏ទូលំទូលាយមួយជាពិសេសគឺផ្ដោតសំខាន់ទៅលើសន្តិសុខនិងការរស់រានមានជីវិតរបស់ប្រទេសហ្នឹងនៅក្នុងរយៈពេលវែងអញ្ចឹងគេគិតគូរពីសន្តិសុខនិងការរស់រានមានជីវិតរបស់ប្រទេសមួយក្នុងរយៈពេលវែងបើយើងបើកវងចោតទៅនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងអន្តរជាតិពហុពោដែលចរិតទៅដោយការប្រកួតប្រជែងដ៏ស្រួយស្រាវរវាងមហាអំណាចគឺគេព្រួយបារម្ភរឿងតកតូននឹងអាយុជីវិតនិងការរស់រានមានជីវិតរបស់គេនឹងឯងអញ្ចឹងគោលបំណងចុងក្រោយបំផុតរបស់មហាអំណាចគឺដើម្បីធានាឲ្យបាននៅការរស់រានមានជីវិតរបស់ប្រទេសគេនឹងឯងបាទអញ្ចឹងហើយតែគិតគូររយៈពេលវែងហ្នឹងហើយចុងក្រោយបាទអ្នកយុទ្ធសាស្ត្រចុងក្រោយគឺបាទលោកHall-Brands អញ្ចឹងលោក Hall-Brands បានឲ្យបញ្ញត្តិឬក៏កំណត់និយមនៃយុទ្ធសាស្ត្របំណងធំថាជាក្របខ័ណ្ឌប្រកបដោយចេតនានិងការស៊ីសង្វាក់គ្នាដែលដឹកនាំប្រទេសមួយនៅក្នុងការប្រើប្រាស់ធនធាននយោបាយយោធាសេដ្ឋកិច្ចនិងការទូតរបស់ប្រទេសនោះដើម្បីសម្រេចបាននូវគោលដៅជាតិយូរអង្វែងជាពិសេសគឺនៅពេលដែលប្រឈមមុខទៅនឹងភាពមិនច្បាស់លាស់និងការប្រកួតប្រជែងនៅក្នុងប្រព័ន្ធអន្តរជាតិបាទអញ្ចឹងពាក្យកន្លឹះនៅទីនេះគឺគោលដៅជាតិរយៈពេលវែងបាទអញ្ចឹងផលប្រយោជន៍របស់មហាអំណាចនីមួយៗគឺចង់រក្សាតួនាទីនិងឥទ្ធិពលរបស់ខ្លួនជាមហាអំណាចផុតលេខរបស់ពិភពលោកអញ្ចឹងគោលដៅធ្វើយ៉ាងណាទៅសម្រេចបាននៅមហិច្ឆតាសម្រេចបាននៅគោលដៅជាតិរយៈពេលវែងនេះទាមទារឲ្យធ្វើឲ្យបន្ស៊ីគ្នាបាទរវាងធនធានអំណាចនយោបាយយោធាសេដ្ឋកិច្ចនិងការទូតដើម្បីសម្រេចបានទាំងអស់នោះបាទសរុបមកលោក Brands ចាត់ទុកបាទយុទ្ធសាស្ត្របំណងធំថាជាប្លង់មេបាទជាក់ស្ដែងដែលធ្វើម៉េចឲ្យស៊ីគ្នាឬក៏ភ្ជាប់គ្នារវាងមធ្យោបាយនិងលទ្ធផលនៅក្នុងរយៈពេលវែងដោយធ្វើឲ្យមានតុល្យភាពបាទរវាងមហិច្ឆតារបស់ប្រទេសមួយហ្នឹងរបស់មហាអំណាចមួយហ្នឹងជាមួយនឹងឧបសគ្គឬក៏ការរារាំងដែលអាចកើតមានឡើងអញ្ចឹងត្រូវថ្លឹងថ្លែងរវាងមហិច្ឆតាដែលយើងចង់ធ្វើជាមួយនឹងឧបសគ្គដែលកើតមានឡើងនៅក្នុងប្រព័ន្ធអន្តរជាតិអញ្ចឹងត្រូវតែប្រើប្រាស់យុទ្ធសាស្ត្របំណងធំដើម្បីសម្រេចបាននៅលទ្ធផលក្នុងរយៈពេលវែងហ្នឹងបាទអញ្ចឹងខ្ញុំគិតថាជំនៃ4ហ្នឹងគឺថាអាចឲ្យយើងអាចទៅជជែកថាតើមហាអំណាចសហរដ្ឋអាមេរិកគួរតែប្រើប្រាស់យុទ្ធសាស្ត្របំណងធំបែបណាដើម្បីរក្សាតួនាទីជាមហាអំណាចពិភពលោករបស់ខ្លួនហើយចិនគួរតែប្រើប្រាស់យុទ្ធសាស្ត្របំណងធំបែបណាដើម្បីសម្រេចបាននៅមហិច្ឆតាចង់ក្លាយទៅជាមហាអំណាចអនុត្តរភាពតំបន់ឬក៏មហាអំណាចភូមិភាគកណ្ដាលឈានបាទជាឈ្នន់ដើម្បីជន់គ្រប់គ្រងសម្រាប់ផ្នែកពិភពលោកទាំងមូលអាហ្នឹងជាអ្វីដែលយើងជែកនៅក្នុងរយៈពេលបាទ45នាទីតទៀតហ្នឹងបាទអញ្ចឹងខ្ញុំសង្ខេបខ្លីប៉ុណ្ណឹងហើយគឺយើងអាចចូលរួមបាទអរគុណឥឡូវនេះយើងចូលទៅវគ្គទី2ថាតើគោលនយោបាយអនុត្តរភាពសេរីយុទ្ធសាស្ត្របំណងធំអនុត្តរភាពសេរីរបស់សហរដ្ឋអាមេរិកនៅតែមានប្រសិទ្ធភាពតទៅទៀតទេសម្រាប់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកព្រោះយុទ្ធសាស្ត្របំណងធំនៃអនុត្តរភាពសេរីហ្នឹងជាយុទ្ធសាស្ត្របំណងធំដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ចាប់តាំងពីការចប់ទៅនៃសង្គ្រាមត្រជាក់ណាបាទអញ្ចឹងយុទ្ធសាស្ត្រ liberal hegemony ហ្នឹងបាទយុទ្ធសាស្ត្របំណងធំនៃអនុត្តរភាពសេរីហ្នឹងគឺអាមេរិកប្រើប្រាស់បន្ទាប់ពីសង្គ្រាមត្រជាក់ចប់រហូតទៅដល់ដំណាក់កាលនៃនិយាយទៅប្រធានាធិបតី3រូបដែលអាចប្រើប្រាស់យុទ្ធសាស្ត្រនឹងបានពេញលេញគឺប្រធានាធិបតី Bush បាទ Bush ឪពុក
បន្ទាប់មកគឺ Bill Clinton ហើយក្រោយមកគឺ Bush កូនណា George W Bush អញ្ចឹង3អ្នកហ្នឹងគឺជាប្រធានាធិបតីដែលគ្រប់គ្រងសហរដ្ឋអាមេរិកនៅក្នុងដំណាក់កាលនៃពិភពលោកឯកពពមានន័យថាអាមេរិកគឺជាមហាអំណាចស្នូលរបស់ពិភពលោកអាមេរិកអាចធ្វើអន្តរាគមន៍បាទយោធាអន្តរាគមន៍សេដ្ឋកិច្ចបាទអន្តរាគមន៍នយោបាយអន្តរាគមន៍ការទូតនឹងគ្រប់ច្រកល្ហកទាំងអស់របស់ពិភពលោកដោយអត់មានឧបសគ្គរារាំងជាតិធំកំភួនប៉ុន្តែក្រោយពីប្រធានាធិបតីហ្នឹងទាំង3ហ្នឹងគឺអំណាចរបស់អាមេរិកចាប់ដើមធ្លាក់ចុះបដាបដាអំណាចអាមេរិកធ្លាក់ចុះបដាបដាហ្នឹងគឺដោយសារតែការរះឡើងនៃតួអង្គផ្សេងទៀតបាទដូចជាការរះឡើងរបស់ចិនបាទនៅក្នុងប្រព័ន្ធអន្តរជាតិហ្នឹងធ្វើឲ្យអំណាចរបស់អាមេរិកចាប់ដើមធ្លាក់ចុះបដាបដាឥឡូវហ្នឹងគឺថាពិភពលោកវាវិវត្តនៅក្នុងពហុពលតែយុទ្ធសាស្ត្រអនុត្តរភាពសេរីហ្នឹងនៅតែអាចអនុវត្តបានទេហើយនៅតែមានផលប្រយោជន៍សម្រាប់សហរដ្ឋអាមេរិកដែរទេបាទគ្នាយើងចោលខ្ញុំបកស្រាយទៀតឬគ្នាយើងអាចចូលរួមឆ្លើយសិនបាទបកស្រាយអាចមិនតិចទៀតសិនទេគ្រូមិនមានចំណុចសួរអញ្ចឹងហ្នឹងអញ្ចឹងប្រហែលគ្នាយើងតបានអានទៅខ្ញុំសេចុងក្រោយណាតែគោលនយោបាយអនុត្តភាពសេរីអាចអនុវត្តបានទេនៅជំនាន់ប្រធានាធិបតី Joe Biden ហ្នឹងហើយលោកគ្រូខ្ញុំតិចលោកគ្រូដូចមានវគ្គមុនដែលយើងជជែកវាអត់មានអនុត្តរភាពផុតលេខទេចឹងថាវាផ្ដាច់ទៅប៉ុន្តែស្ដាប់វគ្គមុនវិញគឺអាមេរិករះប្រហែល10ឆ្នាំផុតលេខឯងដូចអត់មានណាមួយផុតលេខតែឯងលោកគ្រូហ្នឹងអញ្ចឹងយើងនិយាយថាមហាអំណាចអនុត្តរភាពតំបន់មហាអំណាចអនុត្តរភាពតំបន់គឺសហរដ្ឋអាមេរិកហើយថ្ងៃនេះចិនគាត់ព្យាយាមចង់ខ្លាយទៅជាមហាអំណាចអនុត្តរភាពតំបន់អញ្ចឹងមហាអំណាចអនុត្តរភាពតំបន់វាខុសពីមហាអំណាចពិភពលោកណាបាទហ្នឹងហើយពីពីនឹងខុសគ្នាបាទហ្នឹងហើយអញ្ចឹងថ្ងៃនេះគឺសហរដ្ឋអាមេរិកជាមហាអំណាចអនុត្តរភាពតំបន់អត្តកុលខាងលិចយើងហៅបាទ regional hegemon in the western hemisphere អញ្ចឹងចិនគាត់កំពុងតែព្យាយាមបង្កើតអនុត្តរភាពនៅក្នុងតំបន់អត្តកុលខាងកើតអញ្ចឹងនៅពេលដែលពិភពលោកមានមហាអំណាចអនុត្តរភាពតំបន់2អញ្ចឹងពិភពលោកបាទនឹងចូលទៅដល់ដំណាក់កាលនៃការប្រកួតប្រជែងធ្វើស្រាវបន្តទៀតអញ្ចឹងណាបាទអញ្ចឹងឯងបានជានៅក្នុងយុទ្ធសាស្ត្រប្រណុងធំរបស់សហរដ្ឋអាមេរិកគឺដាច់ខាតមិនឲ្យមានមហាអំណាចណាមួយនៅទីដតីអាចបង្កើតអនុត្តរភាពនៅក្នុងតំបន់របស់ពួកគេនោះទេព្រោះប្រសិនបើមហាអំណាចមួយផ្សេងទៀតអាចបង្កើតអនុត្តរភាពតំបន់នៅក្នុងតំបន់របស់ខ្លួនមហាអំណាចនោះនឹងធ្វើការវិទីទៅកាន់បាទតំបន់ផ្សេងទៀតនៃមហាអំណាចអនុត្តរភាពតំបន់មួយផ្សេងទៀតអញ្ចឹងមានន័យថាប្រសិនបើចិនអាចបង្កើតអនុត្តរភាពតំបន់នៅអាស៊ីបានចិននឹងអាចវិទីអំណាចទៅកាន់អត្តកុលខាងលិចបាទតាមរយៈការដាក់វត្តមានអំណាចយោធាសេដ្ឋកិច្ចការទូតជាពិសេសគឺវត្តមានយោធានៅក្នុងប្រទេសនៅអត្តកុលខាងលិចអាចដាក់នៅក្នុងប្រទេសអាមេរិកឡាទីនយើងហៅអាមេរិកខាងត្បូងឬក៏អាចដាក់មូលដ្ឋានយោធាបាទនៅមិចស៊ីកូឧទាហរណ៍ណាបើសិនជាចិនអាចធ្វើបានចិនធ្វើហើយនឹងអញ្ចឹងបានជាសហរដ្ឋអាមេរិកទុកថាធ្វើមិនកុំឲ្យចិនសម្រេចបានមហិច្ឆតាជាមហាអំណាចភូមិភាគកណ្ដាលឬក៏មហាអំណាចអនុត្តរភាពតំបន់ព្រោះតែចិនធ្វើបានគឺចិននឹងអនុវត្តតាមយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកមានន័យថាបាទជាស្រ័យបាទជុំមិញហ្នឹងមកបានគេម៉ោង2ជាងដល់ងើបពីព្រលឹមទៀតហ្នឹងគឺខាស់គង្គជាស្រ័យចឹងខ្ញុំបន្តទៀតគឺថានៅក្នុងយុទ្ធសាស្ត្របំណងធំរបស់សហរដ្ឋអាមេរិកហ្នឹងគឺការពារមិនឲ្យមានមហាអំណាចអនុត្តរភាពណាអាចរះតកើតឡើងនៅក្នុងទឹកដីនៃអនុត្តរភាពរបស់ប្រទេសនោះដើម្បីទៅប្រជែងបាទវិទីអំណាចទៅដល់ដែនឥទ្ធិពលរបស់សហរដ្ឋអាមេរិកអាហ្នឹងហើយជាអ្វីដែលអាមេរិកក៏បានធ្វើកន្លងមកណាគឺធ្វើvào 700 ឆ្នាំហ្នឹងគឺអាមេរិកបានរាំងស្ទះមិនឲ្យអាល្លឺម៉ង់បាទខ្លាយទៅជាមហាអំណាចអនុត្តរភាពតំបន់ទាំងសង្គ្រាមលោកលើកទី1ទាំងសង្គ្រាមលោកលើកទី2បាទរារាំងជប៉ុនមិនឲ្យខ្លាយទៅជាមហាអំណាចអនុត្តរភាពតំបន់អាស៊ីនៅក្នុងសង្គ្រាមលោកលើកទី2បាទរារាំងសហភាពសូវៀតមិនឲ្យខ្លាយទៅជាមហាអំណាចអនុត្តរភាពតំបន់
ក្នុងសង្គ្រាមត្រជាក់ឥឡូវនេះគឺអាមេរិកកំពុងតែរារាំងចិនមិនឲ្យคล้ายទៅជាមហាអំណាចអនុត្តរភាពតំបន់នៅក្នុងតំបន់អាស៊ីដូចគ្នាប៉ុន្តែសំណួរសួរតើជោគជ័យឬអត់អញ្ចឹងហើយបានជាសហរដ្ឋអាមេរិកមានយុទ្ធសាស្ត្របំណងធំផ្សេងគ្នាប៉ុន្តែខ្ញុំសូមលើកឡើងតែពីយុទ្ធសាស្ត្របំណងធំអនុត្តរភាពសេរីបាទអញ្ចឹងគឺយុទ្ធសាស្ត្របំណងធំអនុត្តរភាពសេរីនេះគឺមានន័យថាម៉េចទៅបាទជម្រាបសួរបាទមិនទៅបាទតកតងនឹងអនុត្តរភាពសេរីខ្ញុំយល់ថាអានឹងដោយសារគាត់ប្រើគោលការណ៍សេរីឬក៏ទីផ្សារសេរីអីជាដើមតកតងនឹងប្រជាធិបតេយ្យអីនឹងជាដើមដើម្បីពង្រឹងនៅអនុត្តរភាពនិងភាពជាមហាអំណាចរបស់សហរដ្ឋអាមេរិកបាទហ្នឹងហើយអញ្ចឹងអនុត្តរភាពសេរីហ្នឹងគឺសំដៅទៅលើគោលលទ្ធិសេរីនិយមបាទអញ្ចឹងគោលលទ្ធិសេរីនិយមហ្នឹងវាមានគោលការប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សបាទនៅក្នុងន័យមនោគមវិជ្ជានៃនយោបាយដល់ពីតកតូននឹងស្ថាប័នគឺការបង្កើតស្ថាប័នហិរញ្ញវត្ថុបាទដូចជាការបង្កើតធនាគារពិភពលោកការបង្កើតមូលនិធិរូបិយវត្ថុអន្តរជាតិឡើងដើម្បីទៅធ្វើនិយត្តកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ពិភពលោកហ្នឹងក៏ជាផ្នែកមួយនៃអនុត្តរភាពសេរីដើម្បីវិទីអំណាចក្នុងក្របខ័ណ្ឌសេរីបាទការបង្កើតស្ថាប័នអន្តរជាតិដទៃទៀតដូចជា WTO បាទអង្គការពាណិជ្ជកម្មពិភពលោកបាទដើម្បីធ្វើនិយត្តកម្មទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ប្រទេសទៅលើពិភពលោកហ្នឹងគឺសុទ្ធតែជាផ្នែកនៃអនុត្តរភាពសេរីប៉ុន្តែអនុត្តរភាពសេរីហ្នឹងគឺថាវាក្នុងក្របខ័ណ្ឌមួយដែលជួយបំពេញគ្នាទៅវិញទៅមកដើម្បីរក្សាឥទ្ធិពលនិងមហាអំណាចរបស់សហរដ្ឋអាមេរិកនៅក្នុងន័យនេះគឺអនុត្តរភាពសេរីរបស់សហរដ្ឋអាមេរិកគឺត្រូវតែពង្រីកនិងពង្រឹងបាទគោលលទ្ធិសេរីនិយមជាពិសេសគឺរដ្ឋាភិបាលបែបប្រជាធិបតេយ្យមានន័យថាសហរដ្ឋអាមេរិកត្រូវតែពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យទៅគ្រប់ច្រកល្ហកទាំងអស់របស់ពិភពលោកបាទត្រូវតែដាក់ចេញនៅគោលការណ៍ជាមូលដ្ឋានបាទនៃការធ្វើវិស្វកម្មសង្គម social engineering ដើម្បីធ្វើឲ្យពិភពលោកនេះទៅជាពិភពលោកពណ៌ខៀវឬពណ៌បៃតងដែលចង់សម្ដៅថាប្រទេសនីមួយនៅក្នុងពិភពលោកនឹងប្រកាន់ភ្ជាប់នៅរបបប្រជាធិបតេយ្យសេរីនៅពេលដែលពិភពលោកប្រកាន់ភ្ជាប់នៅរបបប្រជាធិបតេយ្យសេរីវាបានជួយបំពេញទៅការរក្សាឲ្យបាននៅដំណាប់ធ្នាប់សេរីបាទបរាជ័យបាទលោកគ្រូអរគុណតកតងនឹងលោកគ្រូលើកឡើងថាអយុធសាស្ត្របំណងធំហ្នឹងគឺអាមេរិកអនុវត្តនៅគោលការណ៍សេរីប៉ុន្តែបើសិនជាយើងសង្កេតមើលនៅអាមេរិកក្រោមរដ្ឋបាលត្រាំនេះឧទាហរណ៍ដូចគាត់ដកខ្លួនចេញពី WHO ឬក៏ដកខ្លួនចេញពីការកិច្ចព្រមព្រៀងប្រំរែបរួអាកាសធាតុឬក៏តកតងនឹងសង្គ្រាមពាណិជ្ជកម្មអីនេះតើគាត់ដើរឃ្លាតចាកអយុធសាស្ត្រសេរីនឹងហើយឬក៏យ៉ាងម៉េចដែរគ្រូបាទហ្នឹងហើយបាទនៅក្នុងយុទ្ធសាស្ត្របំណងធំរបស់សហរដ្ឋអាមេរិកហ្នឹងវាមានច្រើនការវិវត្តក្រោយសង្គ្រាមការវិវត្តក្រោយសង្គ្រាមលើកទី2មកគឺតកតនឹងយុទ្ធសាស្ត្រទប់ស្កាត់យ៉ាងហៅ containment policy ណាយុទ្ធសាស្ត្រទប់ស្កាត់មិនទប់ស្កាត់មិនឲ្យសហភាពសូវៀតអាចត្រួតត្រាពិភពលោកបានបន្ទាប់មកបាទអាហ្នឹងវាតកតនឹងយុទ្ធសាស្ត្របាទប៉ុន្តែវាបំរើឲ្យយុទ្ធសាស្ត្រអនុត្តរភាពសេរីឬក៏សម្ដាប់ធ្នាប់សេរីនឹងដូចគ្នាហ្នឹងហើយតមទៀតហ្នឹងហើយយុទ្ធសាស្ត្រអនុត្តរភាពសេរីដែលអនុវត្តបាទដែលអនុវត្តក្រោយសង្គ្រាមត្រជាក់ហ្នឹងវាដោយសារតែអនុត្តរភាពសេរីហ្នឹងគឺជាយុទ្ធសាស្ត្រគេហៅប្រកបដោយមហិច្ឆតារបស់សហរដ្ឋអាមេរិកហ្នឹង
គឺមានចេតនាមានគោលបំណងផ្លាស់ប្ដូរប្រទេសបាទនានានៅលើពិភពលោកទៅជាប្រជាធិបតេយ្យសេរីដោយប្រទេសខ្លួនហើយទន្ទឹមគ្នាគឺថាមានបេសកកម្មលើកកម្ពស់បាទសេដ្ឋកិច្ចអន្តរជាតិបើកចំហនិងកសាងស្ថាប័នអន្តរជាតិ ការដាក់ពង្រាយមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅគ្រប់ច្រកល្ហកទាំងអស់របស់ពិភពលោកការអនុញ្ញាតឲ្យចិនចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីជាពិសេសគឺអនុញ្ញាតឲ្យចិនចូលទៅក្នុង WTO ហ្នឹងWTO World Trade បាទអង្គការពាណិជ្ជកម្មពិភពលោកហ្នឹងគឺធ្វើឲ្យចិនខ្លាយទៅជាមហាអំណាចសេដ្ឋកិច្ចពិភពលោកដូចរាល់ថ្ងៃហ្នឹងហើយសង្ឃឹមថាចិននឹងខ្លាយទៅជាមហាអំណាចប្រជាធិបតេយ្យអាចចែករំលែក ទុកលំបាកជាមួយនឹងសហរដ្ឋអាមេរិកព្រោះសហរដ្ឋអាមេរិកធ្លាប់ធ្វើឲ្យអាល្លឺម៉ង់ដែលជាដៃគូសត្រូវនោះខ្លាយទៅជាប្រទេសប្រជាធិបតេយ្យអាចប្រែក្លាយជប៉ុនបាទដែលជាដៃគូសត្រូវក្នុងសង្គ្រាមលោកទី2ខ្លាយទៅជាប្រទេសប្រជាធិបតេយ្យអញ្ចឹងអាមេរិកគិតថានឹងអាចធ្វើឲ្យចិនខ្លាយជាប្រទេសប្រជាធិបតេយ្យដែរបាទប៉ុន្តែដល់ពេលត្រាំនិងអ្នកនៅជុំវិញមើលឃើញថានេះជាកំហុសយុទ្ធសាស្ត្រដែលរដ្ឋការមុនបានធ្វើនៅក្នុងការជួយឲ្យចិនខ្លាយទៅជាមហាអំណាចសេដ្ឋកិច្ចនិងយោធារបស់ពិភពលោកដោយសពថ្ងៃអញ្ចឹងហើយបានជាត្រាំគាត់បានងាកចេញពីយុទ្ធសាស្ត្របំណងធំនៃអនុភាពសេរីដែលត្រូវតែវិធីអំណាចរបស់សហរដ្ឋអាមេរិកទៅគ្រប់ច្រកល្ហកទាំងអស់របស់ពិភពលោកកែប្រែប្រទេសទាំងអស់នោះឲ្យក្លាយជាប្រទេសជាតតៃសេរីដូចខ្លួនហ្នឹងមើលឃើញនៅបរាជ័យអញ្ចឹងហើយបានជាសហរដ្ឋអាមេរិកចាប់បានងាកចេញពីយុទ្ធសាស្ត្រអនុត្រភាពសេរីទៅកាន់យុទ្ធសាស្ត្រអ្នកខ្លះហៅថាជាយុទ្ធសាស្ត្រ selective engagement ការសហការពាក់ព័ន្ធជាមួយពិភពលោកដោយជ្រើសរើសមានថាអត់គិតថាពិភពលោកសំខាន់សម្រាប់សហរដ្ឋអាមេរិកគ្រប់ទីតាំងគ្រប់ទីកន្លែងនេះគឺសំខាន់តែតំបន់ណាដែលបម្រើឲ្យផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកឬក៏គេហៅយុទ្ធសាស្ត្រ offshore balancing បាទយុទ្ធសាស្ត្រតលភាពច្រកសមុទ្របាទមានន័យថាអាមេរិកត្រូវផ្ដោតសំខាន់តែទៅលើតំបន់យុទ្ធសាស្ត្រសំខាន់3ដើម្បីឲ្យសហរដ្ឋអាមេរិកមានទាំងសមត្ថភាពមានទាំងលទ្ធភាពនិងមានទាំងធនធានដែលយើងឲ្យបញ្ញត្តិជំន័យខាងលើហ្នឹងត្រូវតែបន្ស៊ីគ្នារវាងអំណាចយោធាអំណាចសេដ្ឋកិច្ចអំណាចការទូតនិងអំណាចព័ត៌មាននិងនយោបាយហ្នឹងដើម្បីទៅសម្រេចបាននៅវត្ថុបំណងជារួមរបស់ជាតិមួយគឺមានន័យថាអាមេរិកចង់រក្សាតួនាទីជាមហាអំណាចអនុត្តរភាពតំបន់ហ្នឹងហើយនឹងរក្សាតួនាទីជាមហាអំណាចផុតលេខរបស់ពិភពលោកអញ្ចឹងដើម្បីសម្រេចនឹងបានគឺត្រូវតែទប់ស្កាត់មិនឲ្យចិនទៅជំនួសតួនាទីរបស់ខ្លួនអញ្ចឹងដើម្បីទប់ស្កាត់មិនឲ្យចិនទៅជំនួសតួនាទីរបស់ខ្លួនគឺត្រូវតែធ្វើគោលនយោបាយគឺថាទប់ស្កាត់ចិនបាទ containment policy ប៉ុន្តែតាមរយៈនៃយុទ្ធសាស្ត្រសហការជាមួយនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់នៅក្បែរចិនហ្នឹងក្នុងគោលដៅដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការរះឡើងរបស់ចិនដែលប្រធានាធិបតីโจ Biden បានធ្វើប៉ុន្តែ Donald Trump គាត់បានងាកចេញទៅរកគោលនយោបាយមួយគឺហាក់ដូចជាគោលចន្លោះនៃគោលនយោបាយឯកោនិយមនៅក្នុងព័ន្ធអន្តរជាតិហ្នឹងនិងគោលនយោបាយសហការដោយជំរឿនចឹងវានៅចន្លោះហ្នឹងវានៅ7យើងមើលអត់តច្បាស់ចឹងមានន័យថាសហរដ្ឋអាមេរិកនៅតែផ្ដោតសំខាន់លើតំបន់សំខាន់មួយចំនួនដូចជាតំបន់អាស៊ីហ្នឹងដោយសារតែការរះឡើងរបស់ចិនហើយផ្ដោតសំខាន់នៅតំបន់មជ្ឈមបូព៌ាឬក៏យើងហៅថាជាតំបន់ឈូងសមុទ្រពាក់ដែលជាតំបន់ផ្ដល់ផលប្រយោជន៍ធនធានធម្មជាតិបានថាសហរដ្ឋអាមេរិកពឹងផ្អែកយ៉ាងខ្លាំងទៅលើធនធានធម្មជាតិឧស្ម័នធម្មជាតិនៅក្នុងប្រទេសនៅឈូងសមុទ្រពាក់ហ្នឹងឯងហើយទី3គឺសហរដ្ឋអាមេរិកមិនសូវជាឲ្យតម្លៃសំខាន់ដោយការជំនាន់សង្គ្រាមត្រជាក់នេះគឺអឺរ៉ុបបាទនៅជំនាន់សង្គ្រាមត្រជាក់អឺរ៉ុបជាសមរភូមិទី1តែឥឡូវនេះអឺរ៉ុបដូចជា
ទី3ទៅវិញដែរប៉ុន្តែសហរដ្ឋអាមេរិកគាត់ចាប់ដើមលេងស្លឹកវាគឺឲ្យអឺរ៉ុបហ្នឹងចាប់ដើមចេញលុយថ្លៃការពារហ្នឹងហើយព្រោះអាមេរិកលេងចាយលុយដើម្បីទៅការពារប្រទេសទាំងអស់បន្តទៅទៀតតែហើយគេចង់ឲ្យអឺរ៉ុបទាំងមូលហ្នឹងត្រូវដំឡើងថវិកាយោធាបង់ថ្លៃការពារតាមរយៈតម្លើងថ្លៃទៅឲ្យ NATO នឹងឯងបាទ